សរសើរនិងវិន័យវិជ្ជមានកុមារងាយនឹងធ្វើត្រាប់តាមប្រសិនបើឪពុកម្ដាយដឹងពីរបៀបសរសើរនិងបង្រៀនកូនដោយក្តីស្រឡាញ់កូននឹងកាន់តែស្ដាប់បង្គាប់ហើយមានទំនុកចិត្តប៉ុន្តែប្រសិនបើឪពុកម្ដាយតែងតែស្ដីបន្ទោសកូននឹងភ័យខ្លាចហើយធ្វើត្រាប់តាមអាកប្បកិរិយារបស់ឪពុកម្ដាយហេតុអ្វីត្រូវការស្ងើចសរសើរនៅពេលដែលកូនធ្វើការអ្វីមួយល្អហើយបានឪពុកម្ដាយសរសើរកូននឹងសប្បាយចិត្តចង់ធ្វើវាម្ដងទៀតការសរសើរធ្វើឲ្យកូនជឿជាក់លើខ្លួនឯងកាន់តែក្លាហានមានទំនុកចិត្តនិងខំប្រឹងថែមទៀតវិធី3យ៉ាងដើម្បីសរសើរឲ្យបានត្រឹមត្រូវស្ងើចសរសើរការខិតខំប្រឹងប្រែងរបស់កុមារសរសើរទៅលើទង្វើជាក់លាក់ណាប់មួយរបស់កុមារស្ងើចសរសើរតាមវិធីផ្សេងគ្នាដូចជាការអោបការអរគុណជូនរង្វាន់វិន័យវិជ្ជមានវិន័យវិជ្ជមានគឺជាការបង្រៀនកូនដោយមិនវាយមិនស្រែកមិនគំរាមកំហែងបង្រៀនកូនដោយអត់ធ្មត់ឲ្យកូនយល់ពីអ្វីដែលត្រឹមត្រូវនិងអ្វីដែលខុសវិធានការ3យ៉ាងនៃការវិន័យវិជ្ជមានពេលកូនធ្វើអ្វីខុសសូមពន្យល់ដោយសង្ខេបថាកូនមិនគួរបោះប្រដាប់លេងទេវានឹងបែកហើយខូចនឹកណែនាំកូនធ្វើឲ្យបានត្រឹមត្រូវកូនដាក់ប្រដាប់លេងនៅក្នុងកន្ត្រកនេះណែពេលវេលាស្ងប់ស្ងាត់ប្រសិនបើកូននៅតែរឹងរូសឲ្យកូនអង្គុយស្ងៀមពី3នាទីដើម្បីស្ងប់អារម្មណ៍ចំនួននាទីអង្គុយស្ងៀមស្មើនឹងអាយុរបស់កុមារដកសកម្មភាពដែលកូនចូលចិត្តចេញនៅពេលដែលកូនធ្វើខុសឧទាហរណ៍ជិះម៉ូតូដើរលេងទៅញ៉ាំអាហារនៅផ្សារនៃចុងសប្តាហ៍3ជំហានបង្កើតវិន័យក្នុងគ្រួសារ1ឲ្យកូនជ្រើសរើសកិច្ចការផ្ទះដែលកូននឹងធ្វើជារៀងរាល់ថ្ងៃ2កំណត់ពេលវេលាដែលកូនត្រូវការដើម្បីបង្ហើយការងារនោះនិងលទ្ធផលដែលឪពុកម្ដាយរំពឹងទុក3សរសើរនិងជូនរង្វាន់នៅពេលដែលកូនធ្វើបានការអ្វីមួយល្អជារៀងរាល់សប្តាហ៍បង្រៀនកូនឲ្យធ្វើកិច្ចការផ្ទះនិងហាត់ឲ្យកូនមានទម្លាប់បំពេញភារកិច្ចដោយខ្លួនឯងនិងជួយកូនឲ្យក្លាយជាមនុស្សឯករាជ្យហើយមានទំនួលខុសត្រូវ